មានថ្ងៃខ្លះជីវិតធ្វើឲ្យយើងនឿយហត់មានយប់ខ្លះចង់បោះបង់អ្វីគ្រប់យ៉ាងប៉ុន្តែបន្ទាប់មកយើងនឹកឃើញថានៅពីក្រោយខ្នងយើងនៅមានគ្រួសារនៅពីមុខយើងនៅមានក្តីសុបិនហើយនៅជុំវិញយើងនៅមាននោះដែលត្រូវការក្តីស្រឡាញ់ដូចនេះយើងក៏ឈរឡើងម្ដងទៀតពីភ្លើងក្រហមពោពេញដៅធូលីកណ្ដាលទីក្រុងភ្នំពេញដែលមានទាំងថ្ងៃក្តៅនិងភ្លៀងមានមនុស្សជាច្រើនចាប់តាមពីដៃទទេមានតែជំនឿដែលមិនដែលរលត់មានអ្នកខ្លះធ្លាប់គ្មានអ្នកជឿធ្លាប់ត្រូវគេមើលងាយក្នុងជីវិតប៉ុន្តែពួកគេនៅតែជ្រើសរើសបានដើរទោះជាចឹងតែពីរឿយហត់យ៉ាងណាក៏ដោយមានអ្នកពុកជាច្រើននៅធ្វើការយប់ជ្រៅមានម្ដាយជាច្រើនលះបង់ដោយស្ងៀមស្ងាត់មានយុវជនជាច្រើនចាក់ចេញពីស្រុកកំណើតចាក់តែសបិនដាក់លើស្មារបស់ខ្លួនជីវិតមិនដែលសន្យាថាងាយស្រួលទេប៉ុន្តែមកយើងនៅមានសង្ឃឹមថ្ងៃស្អែកនៅតែមានពន្លឺចូលឈរឡើងដើម្បីគ្រួសាររបស់អ្នកដើម្បីនោះដែលកំពុងរងចាំឲ្យអ្នករងំចូលឈរឡើងដើម្បីខ្លួនឯងកុំឲ្យជីវិតកន្លងផុតទៅដោយគ្មានន័យតាការរនៅមិនណែនត្រឹមតែរកលុយទេតែដើម្បីខ្លាយជាមនុស្សវិដំឡៃដើម្បីផ្ដល់ក្តីស្រឡាញ់ដល់សង្គមដើម្បីធ្វើជីវិតមានអ្វីល្អបន្ថែមទៀតទូលំបាកក៏មិនបោះបង់ទោះមានតែភ្នែកក៏នៅតែបន្តថ្ងៃណាមួយពេលយើងនៅត្រឡប់ក្រោយយើងនឹងមានអត្តភាពដែលមិនបានបោះបង់ខ្លួនឯងមានអ្នកខ្លះរៀនភាសាខ្មែរដងមួយពាក្យដើម្បីយល់អំពីទឹកដីថ្មីមួយមានអ្នកខ្លះសង់ក្តីសុបិនពីរឿងទៅជត់ដើម្បីបង្កើតជីវិតដែលប្រសើរជាងមុនមានអ្នកណាជោគជ័យក្នុងមួយយប់ទេគ្មានអ្នកណារឹងមាំដោយមិនធ្លាប់ឈឺចាប់ប៉ុន្តែនោះដែលដើររកទីបញ្ចប់គឺជាមនុស្សដែលឈ្នះនៅចុងក្រោយបើថ្ងៃនេះអ្នកនៅនឿយហត់សម្រាប់បន្តិចហើយបណ្ដប់ដំណើរទៅមុខកុំបោះបង់ខ្លួនឯងគ្រប់តែព្រោះអ្នកគឺជាអ្នកដតីការដែលរីកយឺតក៏លើតែជាការដូរស្រស់ស្អាតចូលឈរឡើងដើម្បីថ្ងៃស្អែកដើម្បីអនាគតរបស់កូនចូលរស់នៅដូចជាពន្លឺមួយដើម្បីផ្ដល់ក្តីសង្ឃឹមដល់អ្នកដទៃយើងកំណត់មិនមែនដើម្បីរស់ក្នុងភាពភ័យខ្លាចទេតែដើម្បីរស់នៅក្នុងជីវិតដែលមានន័យជីវិតមានយុគប៉ុន្មានបែររំមុំនឹងឆ្លងកាត់ទីបានទាំងជីវិតតែមានន័យមិនមែនជាជីវិតដែលងាយស្រួលទេដែលបានរងរឿងមកពីបេះដូងដើម្បីគ្រួសារដើម្បីខ្លួនឯងនិងដើម្បីសោះ